និយាយពីសិលធម៌ក៏ដូចជាការអប់រំគឺត្រូវតែមាននៅក្នុងក្រុមគ្រួសារបើមិនជាក្រុមគ្រួសារមួយហ្នឹងដែលឪពុកគាត់អត់សូវយកចិត្តទុកដាក់ឬក៏ខ្វះការអប់រំខ្វះការនិយាយស្ដីបែបព្រាមប្រដៅក៏កូនទៅតាមនឹងដែរអញ្ចឹងហើយដូចមានគេថាហេតុអីបានជាកូននឹងអត់សូវមានសិលធម៌កូននឹងអត់សូវដូចថានិយាយគ្នាពិបាកស្ដាប់ទៅធ្វើការជាមួយអ្នកនេះអ្នកនោះគាត់ពិបាកចោះសម្រងជាមួយនឹងគេណាចាបើសម្រាប់ខ្ញុំក៏សំណាងដែរបែបមានប៉ាម៉ាក់ក៏ដូចជាអ្នកជំនាញខ្លួនសិតតែមនុស្សល្អហើយគាត់បញ្យល់ណែនាំយើងទៅតាមកលៈទេសៈក៏ដូចជាសិលធម៌នៃការសំពះនៃការគោរពគ្នាភាគច្រើនខ្ញុំឃើញសាលារដ្ឋពេលមុនទៅសាលាអញ្ចឹងខ្ញុំជំរាបសួរអ្នកគ្រូជាដើមហេតុដែលខ្ញុំលើកមកនិយាយពីការសំពះហ្នឹងកន្លែងហ្នឹងគឺជាសំខាន់មួយដែរសម្រាប់ការគោរពគ្នាទៅវិញទៅមកគេហៅថាឲ្យតម្លៃដំណរអរគុណចាឬក៏អភ័យទោសគឺនៅនឹងដៃជាពិសេសក៏សនំពរមែនតើមានការស្គាល់ពីការគោរពឲ្យបានស្គាល់ព្រោះមានតែ5ចំណុចយើងសំពះសម្រាប់ដូចថាអ្នកដែលស្គាល់ស្មើគ្នាឥឡូវនេះចំណុចទី1សម្រាប់ស្មើគ្នាសម្រាប់ទី2ត្រឹមមាត់នេះគឺឪពុកម្ដាយចាធំចំណហ្នឹងព្រឹត្តិចារចាគឺសម្រាប់លោកសង្ឃគឺចុងចើមហ្នឹងសម្រាប់លោកសង្ឃក៏ដូចជាព្រះមហាក្សត្រនៅចុងក្រោយគឺខាងលើតែម្ដងចាពុទ្ធសាសនាដែលទៅដល់ព្រះអង្គបដិមាចា